កម្ពុជាទុកដាក់ខ្ពស់លើយុធនខ្មែរទាំង18រូបដែលស្ថិតក្រោមការឃុំក្រងរបស់ថៃនិងជំរុញឲ្យថៃដោះលែងតាមការសន្យារបស់ខ្លួនឯកឧត្តមទេសរដ្ឋមន្ត្រីលីថងអនុប្រធានទី1អាជ្ញាធរមីនកម្ពុជាបានស្នើសុំអង្គការកាកបាទក្រហមអន្តរជាតិ ICOC បន្តតាមដានសុខទុក្ខពលរដ្ឋកងទ័ពកម្ពុជាទាំង18រូបនិងជំរុញឲ្យថៃដោះលែងយុធនកម្ពុជាទាំងអស់ការលើកឡើងនេះធ្វើឡើងកាលពីថ្ងៃទី1ខែធ្នូឆ្នាំ2025ក្នុងពេលនៃជួបពិភាក្សាការងាររវាងឯកឧត្តមនិងលោកគ្រីសកាបូនីយេអនុប្រធានអង្គការកាកបាទក្រហមអន្តរជាតិ ICOC ខណៈដែលឯកឧត្តមកំពុងចូលរួមកិច្ចប្រជុំលើកទី22នៃរដ្ឋភាគីអនុអូតាលីនៅទីក្រុងរីកណយប្រទេសស្វីសឯកឧត្តមទេសមន្ត្រីបានថ្លែងអំណរគុណដល់អង្គការកាកបាទក្រហមអន្តរជាតិបានផ្ដល់កិច្ចសហការនិងគាំទ្រដល់កម្ពុជាក្នុងការទាមទារឲ្យដោះលែងវីរៈកងទ័ពទាំង18រូបដែលត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងដោយខុសច្បាប់របស់យោធាថៃឯកឧត្តមក៏បានស្នើដល់អង្គការកាកបាទក្រហមអន្តរជាតិបន្តតាមដានសុខទុក្ខវីរៈកងទ័ពកម្ពុជាទាំង18រូបនិងជំរុញឲ្យថៃដោះលែងយុធនកម្ពុជាទាំងអស់ឲ្យបានឆាប់រហ័សជាទីបំផុតដើម្បីឲ្យពួកគាត់អាចត្រឡប់មកជួបជុំគ្រួសារវិញប្រកបដោយសុវត្ថិភាពការឆ្លើយតបលោកគ្រីសកាបូនីយេបានលើកឡើងថាកាកបាទក្រហមអន្តរជាតិនឹងបន្តតាមដានសុខទុក្ខវីរៈកងទ័ពកម្ពុជានិងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះជាមួយនឹងគ្រប់ភាគីពាក់ព័ន្ធសូមបញ្ជាក់នៅថ្ងៃទី2ខែធ្នូឆ្នាំ2025នេះជាថ្ងៃទី126ហើយដែលវីរៈកងទ័ពកម្ពុជាទាំង18រូបត្រូវបានចាប់ខ្លួននិងដាក់ស្ថិតក្រោមការគ្រប់គ្រងរបស់យោធារបស់ថៃ